ការពីថ្ងៃម្សិលមិញហ្នឹងគឺខ្ញុំយកបាយយកទៅឲ្យលោកពុកខ្ញុំនៅស្នាក់ការបងប្អូនហើយចឹងហើយពូសុនសុកដែលធ្វើការជាមួយនឹងលោកពុកខ្ញុំហ្នឹងគឺគាត់ឲ្យស្វាយមកលំស្បោងចឹងហើយខ្ញុំជ្រើសរើសយកតែស្វាយណាស់ដែលល្អល្អណាបងប្អូនចឹងហើយក៏គិតថាធ្វើញ៉ាំស្វាយហ្នឹងដើម្បីផ្ញើគាត់វិញចឹងណាហើយចំពោះរបៀបធ្វើវិញក៏ងាយស្រួលដែរហើយគ្រឿងផ្សំក៏តិចខ្លាំងមែនតើចឹងជាដំបូងគឺខ្ញុំដាក់លីងជាមួយត្រីឆ្អើរយើងសិនណាហើយត្រីឆ្អើរហ្នឹងគឺជាប្រភេទត្រីដណ្ដែងណាបងប្អូនចឹងហើយ2ក្រាស់នៅចំនួនប្រហែលជា6 7 ពាន់អាប្តីខ្ញុំទៅទិញចឹងហើយយើងយកមកលីងឲ្យវារៀងឡើងស្រួយសិនណាហើយយើងទុកវាមួយឡែកទៅបន្ទាប់មកទៀតហ្នឹងគឺខ្ញុំមកឈូសស្វាយខ្ញុំប្រើស្វាយចាស់ហើយនិងស្វាយខ្ចីលាយគ្នាបន្ទាប់មកទៀតហ្នឹងហើយនឹងការ៉ុតក៏ខ្ញុំឈូសលាយជាមួយដែរដើម្បីមើលបន្ថែមរសជាតិអីចឹងណាបងប្អូនចាបន្ទាប់មកទៀតហ្នឹងគឺខ្ញុំមកបុកម្ទេសខ្ទឹមម្ទេសគឺខ្ញុំដាក់តាមមួយគ្រាប់ពេកអញ្ចឹងហើយទៅឆ្លៀតបន្ថែមស្ករបន្តិចដល់ពេលដែលយើងបុកទៅវាអត់ខ្ទាតណាបងប្អូនហ្នឹងហើយយើងទុកវាមួយឡែកយើងអញ្ចឹងទៅដល់ពេលដែលយើងបុកខ្ទឹមម្ទេសយើងហើយយើងចាក់ត្រីឆ្អើរយើងចូលទៅហើយយើងបន្ថែមកាពិបន្តិចហើយកាពិគឺជាកាពិកពោតណាបន្ថែមស្ករហើយនឹងប៊ីចេងទឹកត្រីអីហ្នឹងយើងដាក់ហើយមកចាំយើងយកទៅបុកវាបងប្អូនយើងបុកមិនបាច់ឲ្យម៉ត់ខ្លាំងទេបងប្អូនគិតតែកាលណាយើងបុកម៉ត់ខ្លាំងពេកទៅគឺវាអត់សូវឆ្ងាញ់វិញណាបងប្អូនវាដូចរបៀបថាអស់ជាតិអស់ជើងអញ្ចឹងណាបងប្អូនចាហើយត្រង់ចំណុចកន្លែងនេះនៅពេលដែលបុកហើយគឺផ្លិចចាក់ទឹកត្រីចូលចាមានអីសាបអញ្ចឹងហើយទៅយើងបន្តបុកញុំវាតិចទៅបានហើយបងប្អូនហើយចំពោះស្វាយការ៉ុតអីហ្នឹងគឺខ្ញុំអត់បុកវាចូលជាមួយណាបងប្អូនតែកាលណាបងប្អូនបុកគឺវាស្លោកខ្លាំងមែនទៅវាលេងឆ្ងាញ់ណាបងប្អូនហើយចាគឺខ្ញុំបុកតត្រីឆ្អើរហ្នឹងហើយគឺខ្ញុំចាក់វាចូលជាមួយនឹងស្វាយនឹងតែម្ដងចាបន្តមកទៀតគឺខ្ញុំបន្ថែមជីគ្រប់មុខហើយនឹងខ្ទឹមក្រហមយើងមួយផ្លែផងដែរញោមរបស់ខ្ញុំគឺខ្ញុំធ្វើតែរបៀបនេះឯងបងប្អូនក៏ប៉ុន្តែបើនិយាយពីរសជាតិវិញណាគឺឆ្ងាញ់ខ្លាំងមែនទែនបងប្អូនអើយចាឃើញអត់បងប្អូនគ្រាន់តែយើងញោមញីវាប៉ុណ្ណឹងហ្នឹងវាត្រូវគ្រឿងស្ករប៊ីចេងហ្នឹងគឺវាស្លោកអស់លលីងតែម្ដងហើយមើលទៅសភនភាពក៏ស្រស់តាមនឹងតែម្ដងណាបងប្អូនឆ្ងាញ់ណាបងប្អូនបើសិនជាបងប្អូនធ្វើញ៉ាំស្វាយបងប្អូនធ្វើបែបនេះទៅគឺពិតជាឆ្ងាញ់ខ្លាំងកុំចេះតែថាបានធ្វើប៉ុណ្ណឹងនិយាយអួតអាងអីចឹងទៅអត់ទេអត់អួតទេបងប្អូនធានាថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនមើលសម្រស់ញ៉ាំស្វាយខ្ញុំមើលមិនដែរហើយកុំភ្លេចជួយដាក់បន្ទុកឲ្យផងបងប្អូនហ្នឹងហើយក៏អរគុណច្រើនដែលបងប្អូនតែងទៅតាមដាននៅវីដេអូរបស់ខ្ញុំកន្លងមកហើយកុំភ្លេចជួយ like ជួយ share ហើយនិង follow page ខ្ញុំម្នាក់មួយកុំភ្លេច subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងដែរដើម្បីទទួលឱកាសបានមើលវីដេអូថ្មីជាបន្តទៀតចឹងណាបងប្អូនហ្នឹងហើយខ្ញុំនឹងព្យាយាមផលិតនៅវីដេអូណាធ្វើម្ហូបណាដែលប្លែកថ្មីជាងនេះជាបន្តទៀតចាវីដេអូក៏មានតែប៉ុណ្្នឹងទេអរគុណច្រើនជំរាបលា